តោះចឹងសួស្តីអ្នកនរគ្នាថ្ងៃនេះយើងតមេរៀនយើងទៀតហើយយើងក្បែរនឹងចប់ហើយសប្តាហ៍មុនយើងបានរៀនពី family ចឹងសប្តាហ៍នេះខ្ញុំនឹងមានពីរប្រធានបទដើម្បីបរិញ្ញាអ្នកនរគ្នាទៀតគឺតាក់ទងជាមួយនឹង share parameter ជាមួយនឹង share parameter ជាមានពីរមាន share ពី family ហើយមួយទៀតមាន share ពី system family របស់យើងនេះឧទាហរណ៍ថា wall របស់យើងអញ្ចឹងកន្លែង dimension នេះវាមានតែ3ទេអញ្ចឹងយើងអាចបន្ថែមវាបានទៀតយើងបង្កើត parameter វាបន្ថែមទៀតអញ្ចឹងណាឧទាហរណ៍នេះកន្លែង identity data សំទោសមិន dimension ហ្នឹងទេ identity data ឬក៏ text ឬក៏អីហ្នឹងឬក៏នៅក្នុងនេះ dimension នេះក៏អាចដាក់បានដែរហើយនៅក្នុង constraint នេះក៏ constraint នេះអត់ទេអាចបានតែនេះ identity data ឬក៏អាចយើងបន្ថែមជា text អីនៅលើហ្នឹងទៀតបានចាហ្នឹងជា project parameter អញ្ចឹងយើងមានពីរមាន family parameter ហើយជាមួយនឹង project parameter ហើយមួយទៀតហ្នឹងគឺ share coordinate អាហ្នឹងគឺខ្ញុំនិយាយមកធានបទដែរអញ្ចឹងយើងចូលទៅ share parameter ពី family របស់យើងតិចអ្នកគ្នាអញ្ចឹងខ្ញុំចូលមក edit នេះអញ្ចឹងអ្នកគ្នា parameter របស់យើងដែលយើងយកមកប្រើមានដោយសារតែមានក្រុមថ្ងៃសៅរ៍អាទិត្យគាត់បានសួរអញ្ចឹងណាគាត់សួរខ្ញុំថាដោយសារតែនេះខ្ញុំយក wall finish មកប្រើតាមពិតទៅវាជា selling high អញ្ចឹងឧទាហរណ៍ថាគាត់សួរថាបើសិនជាយើងចង់ដាក់ឈ្មោះវា selling high តែម្ដងបានអត់យល់ខ្ញុំនិយាយគ្នាយើងអញ្ចឹងរបស់យើងនៅក្នុងនេះវាអត់មានជា selling high ទេឃើញទេបាទបងហើយយើងក៏អាច rename wall finish ហ្នឹងទៅជា selling high បានដែរអញ្ចឹងយើងត្រូវបង្កើត parameter មួយហើយយើង share ទៅក្នុង project អញ្ចឹងនៅក្នុងនេះរបស់យើងខ្ញុំចូលមក room របស់យើង roomអូខេអញ្ចឹងខ្ញុំចូលមកនៅក្នុងនេះអ្នកគ្នាអញ្ចឹងយើងមើលនៅក្នុង field របស់យើងនេះក៏អត់មានដែរ selling high ឃើញអ្នកគ្នាអត់មានទេអញ្ចឹងនៅពេលដែលខ្ញុំបង្កើត parameter ពី family ហ្នឹងមកហើយខ្ញុំ share ចូល project selling high ហ្នឹងនឹងមាននៅក្នុងហ្នឹងដែរ schedule ហ្នឹងយើងអាចហៅបានដែរតោះអញ្ចឹងកន្លែងនេះខ្ញុំចូលមក edit family របស់យើងអញ្ចឹងកន្លែងនេះខ្ញុំទុកវាចោលសិនមិនតន់ delete ក៏បានដែរអ្នកគ្នាឬយើង delete វាឲ្យក៏បានដែរអញ្ចឹងយើងឆែកមើលអ្នកគ្នានេះ wall finish អញ្ចឹងថ្ងៃមុនយើងបានរៀន family 3D ហើយយើងបង្កើត parameter អញ្ចឹងបង្កើត parameter រៀងងាយទេគាត់ចាប់ dimension ហើយបង្កើត parameter ប៉ុន្តែថ្ងៃនេះយើងរៀនពីការ share parameter អញ្ចឹង share parameter ហ្នឹងរៀងស្មុគស្មាញបន្តិចហើយអ្នកគ្នាបើថាមិនទាន់យល់ទេអាចធ្វើមកចាំធ្វើ step តាមខ្ញុំសិនក៏បានដែរព្រោះបើសិនជាឲ្យយល់ហ្មងគ្នាយើងថ្មីរឿងបាទតែអ្វីដែលខ្ញុំចង់ធ្វើហ្នឹងគឺគោលដៅរបស់យើងគឺយើងចង់បង្កើតឈ្មោះវាថ្មីដែរនៅក្នុងនេះរបស់យើងនេះកន្លែងfield របស់យើងនេះវាអត់មានឈ្មោះហ្នឹងអញ្ចឹងខ្ញុំត្រូវបង្កើតឈ្មោះហ្នឹងថ្មីអញ្ចឹងនៅក្នុងហ្នឹងខ្ញុំចូលមកកន្លែងហ្នឹងដែរឬក៏យើងចូលមក create label នេះឃើញទេខ្ញុំអាចចូលមក create ខ្ញុំចូលមក label ហើយខ្ញុំប៉ះចំទីតាំងណាមួយក៏បានដែរ select ចូលមកអញ្ចឹងវាឲ្យយើងរើសចូលរបស់យើងមានតែ selling finish ទេអ្នកនេះ selling finish ខុសពី selling high selling finish គឺជា code របស់ selling ឧទាហរណ៍ថាជា material អញ្ចឹងទៅគាត់ប្រើជា coating ថ្នាំអីអញ្ចឹងទៅនឹងជា selling finish ចំណែក selling high គឺកម្ពស់របស់ selling យល់គ្នាយើងបាទបងអូខេតោះអញ្ចឹងយើងចូលទៅចាប់ផ្ដើមបង្កើត share parameter មួយដើម្បីដាក់ឈ្មោះ selling high របស់យើងអញ្ចឹងខ្ញុំចូលទៅ new នេះអ្នកគ្នាអញ្ចឹងនៅពេលដែលខ្ញុំចូលទៅ new អ្នកគ្នាវាឲ្យយើងបង្កើតទេវាដាក់ឈ្មោះឲ្យយើងវាដាក់ parameter type ហើយវាដាក់មក share parameter អញ្ចឹងដើម្បី share parameter បានអ្នកគ្នាខ្ញុំចូលមក select នេះមួយអញ្ចឹងយើងដោយសារយើងអត់មាន file exist របស់យើងអញ្ចឹង share parameter របស់យើងវាធ្វើការ file ដូចជា txt មួយអញ្ចឹងអានេះយើងត្រូវចូលទៅបង្កើតវាដែរអញ្ចឹងដើម្បីបង្កើតវា step តាមដូចរបស់ខ្ញុំនេះ select វាមកអ្នកគ្នាតោះមកយើងចូលទៅ create មួយសិន create អញ្ចឹងយើងរក folder នៅកន្លែងណាក៏បានដែរ
ចឹងដូចរបស់ខ្ញុំនេះខ្ញុំដាក់នៅលើ desktop នេះចឹង desktop មានឈ្មោះថា share parameter Revit share parameter តោះមកអ្នកគ្នានេះជាឈ្មោះអ្នកគ្នា share parameter យើងជាប្រភេទ file ទូចមួយទេមិនមែនគីឡូទេអញ្ចឹងរបស់យើងតាក់ទងជាមួយអីយើងដាក់ឈ្មោះវាហ្នឹងមកអញ្ចឹងរបស់ខ្ញុំនេះវាតាក់ទងជាមួយនឹង room អញ្ចឹងខ្ញុំដាក់ room information អញ្ចឹងទៅឈ្មោះវាយើងវាយមកអ្នកគ្នាធម្មតាបើសិនជារបស់យើងថ្មីអត់ធ្លាប់បានធ្វើតែម្ដងវាអាចចេញពាក្យថា share parameter មកអញ្ចឹងណាអញ្ចឹងយើងអាច rename វាទៅយើងដាក់ដើម្បីស្រួលឆ្នាំអញ្ចឹងឡើយខ្ញុំដាក់ room information ខ្ញុំអត់ save ពេញទេខ្ញុំដាក់ room info ទៅមកខ្ញុំ save អញ្ចឹងខ្ញុំបង្កើតបានមួយអ្នកគ្នាទីតាំងដែលខ្ញុំត្រូវដាក់ file share parameter ហ្នឹងគឺនៅកន្លែងហ្នឹងមកធ្វើហ្នឹងតនេះគ្នាយើងមកស្មាញ់តិចអាហ្នឹងណាប្រាប់មុនឲ្យហើយតមកនៅក្នុងហ្នឹងយើងត្រូវការបង្កើត group វាមួយអ្នកគ្នា group parameter អញ្ចឹងខ្ញុំចូល menu នេះមួយ internet អញ្ចឹងខ្ញុំដាក់ room មាន selling អ្នកគ្នាវា category របស់វាធំគឺ room ដាក់ room អញ្ចឹង group parameter របស់យើង room អញ្ចឹងខ្ញុំចូល new parameter ខ្ញុំដាក់ selling high ឈ្មោះវា link តោះមកអ្នកគ្នាកន្លែងនេះយើងយក common ធម្មតាប៉ុន្តែនៅកន្លែងនេះយើងយកជាអីដែលទួលប្រើនោះ length integer number slope អូខេយើងយកជា text ចុះអ្នកនេះដោយសារវាជា text ខ្ញុំយកវាជា text អូខេខ្ញុំបានពាក្យ selling high នៅនេះមួយតោះមកខ្ញុំអូខេអញ្ចឹងនេះវា load មកកន្លែងនេះ parameter ថ្មីរបស់យើងឃើញទេអ្នកនេះតោះមកខ្ញុំអូខេមួយទៀតហើយខ្ញុំអូខេមួយទៀតអញ្ចឹងយើងបានពាក្យថា selling high មកហើយឃើញទេអ្នកនេះតោះមកខ្ញុំហៅវាចូលមកអញ្ចឹងនេះ selling high របស់យើងអញ្ចឹងនៅកន្លែងនេះខ្ញុំចូលមក edit label ខ្ញុំមកដាក់ជា selling high ទេខ្ញុំដាក់អក្សរកាត់ CH ក៏0.00 អីក៏បានដែរអ្នកគ្នាកន្លែងហ្នឹងខ្ញុំដាក់អក្សរបូកពីមុខទៅខ្ញុំធ្វើដូចគេហ្នឹងខ្ញុំដាក់បូកព្រោះ selling យើងមិនដែរដកអីណាហើយ 0.00 បើយើងមាន3ខ្ទង់អញ្ចឹងខ្ញុំដាក់អញ្ចឹងប៉ុណ្នេះអញ្ចឹងtext របស់យើងសំទោសអានេះខ្ញុំសុំឆែកមើលសិនមែន 1.85 អូខេតោះមកខ្ញុំមូលនេះចេញឬក៏មួយទៀតអ្នកនេះកន្លែងនេះ edit label អាចមូលនេះចេញហើយចូលក៏បានដែរឧទាហរណ៍ខ្ញុំមូលfill wall finish ចឹងតោះមកខ្ញុំយក selling high របស់យើងនេះដាក់ចូលហើយខ្ញុំវាយដូចរបស់គេគឺយើងមិនបាក់មូលឯងកន្លែងនេះយល់ទេគ្នាយើងបាទបងតន់បងន័យថាខ្ញុំអត់ចង់បាក់មូលទេខ្ញុំចង់បានទីតាំងកន្លែងហ្នឹងដែរអញ្ចឹងខ្ញុំគ្រាន់តែមកដូរកន្លែងនេះមកតោះមកកន្លែងនេះខ្ញុំដាក់បូកកន្លែងនេះខ្ញុំដាក់0.00 ទៅខ្ញុំអូខេចុះអានេះខ្ញុំ delete ចោលវិញឬក៏យើងអាចមួយទៀតយើងបង្កើតនៅខាងក្រៅទៅអានេះយើង move វាចេញមកហើយយើងដាក់នេះចូលមកអ្នកនេះអញ្ចឹងក៏បានដែរគាត់ថាដើម្បីកុំឲ្យច្រឡំទីតាំងបើយើងត្រូវបានល្អហើយអ្នកនេះអាចធ្វើ DVT របស់ខ្ញុំមុនហ្នឹងមកខ្ញុំ control Z មកវិញណាបងអាហ្នឹងយើងអត់អាច match បានទេបងមិនវិញបុនហៀងបាទអាកន្លែងនៅពីក្រោមកត្រៃហ៎បងវាមិនមានក្រោមហ្នឹងមួយទៀតបងមិននេះបានតែនេះទីបានតែទំហំអក្សរឯងបាទយើងអាច parameter អត់បានទេ parameter បានទេយើងមិននេះយើងអាចមិនជាឧទាហរណ៍ថា wall អត់10យើងអាចមិនទៅ wall អត់20អីបានបាទបងចឹងអានេះដែលខ្ញុំដូរនេះអ្នកនេះខ្ញុំគ្រាន់តែចង់បានទីតាំងតំណែងដែរឲ្យសារខ្ញុំបាច់បាក់មូហើយខ្ញុំដូរពី wall finish មក selling high ទេប៉ុណ្ណឹង
ចឹងខ្ញុំ delete វាចេញវិញតោះមកខ្ញុំ load to project អ្នកគ្នា override ចឹងពេលខ្ញុំ load to project អ្នកគ្នាយើងអត់ទាន់អាច control វាបានទេដោយសារតែនៅក្នុងវាបណ្ណាយើងទំ share ពី family មកអញ្ចឹងនៅក្នុង project យើងអត់ទាន់មានទេយើងត្រូវការទៅហៅវាទៀតយើងមកស្មាញទីកន្លែងហ្នឹងអ្នកគ្នាថាយើងធ្លាប់ប្រាប់មុនឲ្យហើយប៉ុន្តែអ្នកគ្នាអាចធ្វើ step តាមខ្ញុំក៏បានដែរកុំទាន់ថាបត់យល់ទេអាចទៅធ្វើឲ្យចាំដៃសិនក៏បានដែរវាចូលមកហើយយើងអត់ទាន់ប្រើបានទៀតអញ្ចឹងខ្ញុំត្រូវការទៅហៅវាបន្តិចទៀតអ្នកគ្នាអញ្ចឹងខ្ញុំចូលមកកន្លែង manage នេះតមកខ្ញុំមានពាក្យថា share parameter នេះ share parameter ហើយបន្តមកអ្នកគ្នា selling high របស់យើងនៅនេះឃើញទេដោយសារយើងអត់ទាន់បានហៅវាខ្ញុំចូលឡើង manage នេះតមកខ្ញុំចូលnew parameter នេះជប់អ្នកគ្នាសំទោស អាហ្នឹងមិនយើង edit parameter ទេបង edit parameter វិញយើង select លើ parameter ហ្នឹងហើយយើងអាច property វាបានណាបងអត់ទាន់យល់មកនេះចូល manage នេះ share parameter select លើនេះមែនបាទបងដូចមាន edit ហងអូខ្ញុំច្រឡំទេបងបាទចឹងកន្លែងនេះមិនមែន share អ្នកខ្ញុំចូល project parameter ចឹងកន្លែងនេះបានខ្ញុំចូលមកedit ឬក៏ create new ក៏បានដែរកន្លែងនេះអ្នកនេះចឹងខ្ញុំចូលមក project parameter នេះចឹងខ្ញុំចូលមក create new មួយហើយយក share តោះមកខ្ញុំ select ហើយ selling មកខ្ញុំ select ចូលចឹងនៅពេលដែលយើង select ចូលអ្នកនេះកន្លែងនេះរបស់យើងវាអូតូឲ្យវាបោះដែលយើងបង្កើតនឹងមកតែម្ដង share parameter តោះមកដល់ពេលខ្ញុំគាត់ select យកអាមិញមកគឺអានេះវាបំពេញឲ្យយើងដូចដែលយើងពេញនៅក្នុងនេះចឹងនៅក្នុងនេះរបស់យើងនៅក្នុង family របស់យើងតោះមកខ្ញុំរក category របស់វាមួយអ្នកគ្នានៅក្នុងនេះហើយនេះអ្នកគ្នាអាចដាក់វានៅក្នុង identity data ក៏បានយើងដាក់ក្នុង text ហ្នឹងក៏បានយើងដាក់ក្នុង identity data ចុះតោះមកអ្នកគ្នាកន្លែងនេះខ្ញុំរកពាក្យថា room រកពាក្យថា room សអនេះ room ចឹងខ្ញុំ select យក category របស់ room ខ្ញុំ okay យើងអាចកែបាននៅកន្លែងនេះអ្នកគ្នាចឹងខ្ញុំ select ចូល room ចឹងនៅក្នុងនេះមាននេះអ្នកគ្នា identity selling high របស់យើងឧទាហរណ៍ខ្ញុំវាយពីអាហ្នឹងវាបូកស្រេចហើយចឹងខ្ញុំកន្លែងនេះខ្ញុំវាយ2.8 ខ្ញុំដាក់ 3.00 ចុះ 0.00 នេះចឹងនេះជា selling high របស់យើងតោះនេះគឺយើងចង់វាយនៅលើនេះក៏បានដែរណា tab មកអ្នកគ្នាបើវាយនៅកន្លែងនេះវារៀងលើកនេះបន្តិចបាក់ tab បន្តិចចឹងកន្លែងនេះយើងគាត់ select យក room របស់យើងជាមកចឹងនេះកន្លែងនេះវាមានតែយើងពេញមកឬក៏យើងអាច select យកដូចគ្នាបានដែរតោះមកយើងទៅឆែកមើល schedule របស់យើងចឹងនេះ room schedule របស់យើងចឹងខ្ញុំចូលមក field ចឹងវាមាន selling high ខ្ញុំហៅចូលមកនេះឃើញទេនេះចឹងជា share parameter យល់ខ្លះនេះចឹងបាទបងយល់ខ្លះតើបងសូមតាមទីមកនេះយើងគាត់ថា share parameter ដើម្បីឲ្យមានឈ្មោះក្នុង project ទៅបងគាត់អាចអូតូទៅតាម selling high ដែលយើងមិនបាននៅគេប្រហែលអត់តដល់កន្លែងហ្នឹងឯងអាហ្នឹងគាត់ជា information ដែលយើងពេញនៅក្នុង project ហ្នឹងឯងបាទបងបាទយល់អាហ្នឹងតែហ្នឹងឯងយើងចង់បង្កើតអីផ្សេងទៀតក៏បានដែរ
Còn đây tha cụ thể là bỏ kê mà miền chứ nhưng mà cái mấy tiền dương mà cái đây tha cụ thể bỏ kê máu kê miền tầm pram ấy nhưng dương rộp bò miền bao nhiêu nhưng mà thay luôn dương bạn còn cái chứ បាទបងតន់បងចាអា file C ហ្នឹងបើបាត់វាអត់អីហ្នឹងបញ្ចេញហ្នឹងមកអី bờ bắt ở đây thì tỏi dương xem nó tiện phải hà បាទបងបាទអត់ hay bờ bắt cái dương phải cao thay được nhung step mình mất chân mà dương bây giờ lên cái này toán đấy đi chân màu pin máu nhưng thua step được bao nhiêu máu tao mới dùng cho một lại mà đấy đi chân dùng cho một project parameter cho project parameter mới dùng cho một create nhiều mùi nếu là toàn miếng sẽ lên hai mấy toàn miếng này chứ em cho nhiều mình mùi máu tao máu dương cho máu xe parameter với ở dương select rồi file mình cứ bên một năng tầm độ bờ sân giờ bao dương xe trái nó nè cái khác toàn miếng này chân dương select cho một cái lại đi máu chân về khác của họ dương miền room dương miền đó dương miền Windows thế dương miền ấy dương thứ cứ nè trong một group bao viết này gần lớn nè chân của họ ha anh ấy room bao xe lên hai chân tới xe lên hai nước bỏ group bao parameter bao room chân dương miền xe parameter mới tiết Windows của họ là Windows thế chân tới group parameter bao nhiêu Windows chứ em cho mà biến năng tranh màu bị bảy nó là vấn đề viết sâu tầm mùi chứ em cho một cái này đi máu dương rơi vô Windows tầm máu parameter tôi bảo viết năng miền là không năng tiết vô lấy này chứ បាទបងតន់បងអត់អីបង អាហ្នឹង share parameter អាហ្នឹងសំខាន់ដែរណាគ្នាយើងបើគ្នាយើងអត់តន់យល់អាចធ្វើ start ចាំដៃតាមខ្ញុំសិនក៏បានដែរshare parameter មួយអញ្ចឹងយើងចូលទៅដល់ project parameter របស់យើងទៀតអញ្ចឹងបើយើងយល់ពី share parameter project parameter អត់បាយ So view parameter on status icon ដាក់នឹងដែរតែ របស់ខ្ញុំដូចរបស់មុនគេមិញមកមើលបើដោះតិចហ្នឹងវាអត់បង្ហាញអា QQ ដែលគាត់ស៊ូមុនហ្នឹងបង បងអាហ្នឹងខ្ញុំមានអារម្មណ៍ថាពេលដែលធ្វើអាពេល share parameter ឲ្យបញ្ចេញ parameter ទៅដូចវាបាត់ហ្នឹងបង បាត់អាហ្នឹងមែនមុននេះ បាទបង អូខ្ញុំអត់ដែរមកដល់កន្លែងនេះដែរមុននេះនិយាយត្រង់ហ្មង បាទបងខ្ញុំអត់ចាប់អារម្មណ៍ដែរបងតែពេលធ្វើប្លង់ទៅតើមើលវីដេអូបងភាសាទៀតបានទៅចាប់អារម្មណ៍ឡើងនឹងដែរពេលខ្លះរៀងពិបាកមើលអត់ដឹងប្លង់យើងយកចេញពីណាមកដែរអញ្ចឹងបង ហ្នឹងហើយអាហ្នឹងបើសិនយើងចូលមកយើងធ្លាប់ប្រើអា2023 24 25ហើយអាហ្នឹងយើងបាក់កន្លែងហ្នឹងតែបើសិនជាយើងធ្លាប់ប្រើប្រភេទពួកអា23ចុះក្រោមអត់មានអាហ្នឹងលេងបាយ បាទបងបាទប យូ ង រទៅវាស៊ាំ ឥឡូវស៊ាំវិញហ្នឹងបង ប្រើអត់ឡើងចង់ហើយបញ្ចេញបាត់ហើយបង ហ្នឹងអញ្ចឹងអានេះយើងshare parameter ពីរមិញឥឡូវយើងដល់ project parameter ម្ដងអូខេតោះអញ្ចឹង project parameter ឧទាហរណ៍មួយ wall ខ្ញុំធ្វើពី wall ចុះអញ្ចឹង wall របស់យើងអ្នកគ្នា parameter នៅខាងនេះរបស់យើងមាន image យើងមាន comment មាន map អញ្ចឹងខ្ញុំអាចដាក់ជា wall number នៅក្នុងនឹងទៀតខ្ញុំបង្កើត parameter ថ្មីមួយឈ្មោះ number អញ្ចឹងខ្ញុំចូលមក manage តោះមកខ្ញុំយកមិញនេះ project parameter យើងហៅវាខ្ញុំយក share នេះម្ដងតោះមកកន្លែងនេះខ្ញុំ create new ថ្មី group new group របស់យើងខ្ញុំដាក់ wall មកខ្ញុំ new wall number អានេះយកវាជា text អញ្ចឹងរបស់យើង wall number ខ្ញុំយកវាជា text data type យកវាជា text ហើយបន្តមកអ្នកគ្នាខ្ញុំអូខេទៅមួយតោះខ្ញុំចូលមក project parameter នេះខ្ញុំចូលទៅកន្លែងមិញ
share select wall នេះចឹងមកខ្ញុំមានណាខ្ញុំ select ចូលវាមក text ឃើញអ្នកនេះតើមកយើងកន្លែងនេះខ្ញុំរកពាក្យថា wall ចឹងយកជា wall ហើយកន្លែងនេះខ្ញុំអាចយកវាជា wall របស់យើងមិនដូចជាអីគេទេអក្សរមិញ identity data ដែរទៅខ្ញុំយកវាចឹងអូខេចឹងខ្ញុំ select wall មកអ្នកនេះយើងឃើញមាននេះ wall number យើងអាចវាយនៅលើហ្នឹងបានទៀតគ្នាចឹង បាទបងតន់ ថានេះយើងអាចយកទៅធ្វើ filter បានណាឧទាហរណ៍អានេះខ្ញុំ wall number 1ទៅខ្ញុំអាច filter រកតាមមួយហ្នឹងក៏បានដែរចឹងយើងទៅមើល schedule របស់យើងអូខេចឹងខ្ញុំមើល wall ចឹងនេះ wall របស់យើងអ្នកនេះអានេះ content wall ហើយយើងមាននៅក្នុងហ្នឹងដែរខ្ញុំសុំឆែកបន្តិចអូខេមាន wall number ហ្នឹងដែរចឹងនេះ floor wall អូខេចឹងខ្ញុំចូលមក field នេះចឹងយើងរកពាក្យថា wall number នេះឃើញអ្នកនេះអាចយកមកបញ្ចេញជា schedule បានដែរណាឬក៏យើងអាចធ្វើវាជា filter ក៏បានតោះនេះគ្នាយើង បាទបង ចឹងអានេះជា share parameter ពី family ហើយមួយទៀតយើងបង្កើតជា parameter មួយនៅក្នុងនេះនៅក្នុងនេះរបស់យើងនេះគ្នាយើងតាមប៉ុណ្នេះចឹងម្ដងទៀតអ្នកគ្នាដើម្បីបង្កើតជា project parameter របស់យើងមិនថា share parameter ដែរតែ share នៅក្នុង project វាយើងអត់ទៅ share ពី family មកចឹងកន្លែងនេះចូលមក manage មានពាក្យថា share parameter ដូចគ្នាដែរ share parameter ចឹងខ្ញុំចូលមកធ្វើដូចគ្នាចឹងដែរអ្នកគ្នាចូលមក new group របស់យើងមកតោះមកយើង new parameter យើងដាក់ឈ្មោះវាមកចឹងនេះចឹងឈ្មោះវានៅលើហ្នឹងនេះ group ចឹងបើសិនខ្ញុំចូលមក wall ហើយយើងអាច wall number យើងអាច wall អីទៀតទៅយើងបង្កើតថ្មីទៅហើយបើសិនជា group របស់យើងមានហើយឧទាហរណ៍ខ្ញុំនិយាយពី wall ចឹងខ្ញុំអត់បាក់ប្រើជា group ទៀតទេខ្ញុំអាចចូលមក new ទៀតហ្មងដោយសារតែ wall នេះខ្ញុំមានជា group របស់វាហើយលើកលែងតែខ្ញុំធ្វើពី floor ម្ដងចឹងខ្ញុំត្រូវបង្កើត new group របស់ floor ទៀតយល់អ្នកនេះ new group នេះមានបង្កើតរហូតទេណា group នេះតតែប្រភេទថ្មីដូចវាស្តៀងនឹង category ដែរអូខេគ្នាយើង បាទបងតន់បង បាទអញ្ចឹងshare parameter project parameter របស់យើងអូខេហើយខ្ញុំ save មួយ